លោកគ្រូបានជម្រាបជាហោហែនៅក្នុងคลิปកន្លងមកពាក់ព័ន្ធទៅនឹងផ្ទះដែលមានទិសមុខផ្ទះបែរទៅរកទិសខាងត្បូងចំត្បូងលិចឬក៏ត្បូងកើតគឺជាប្រភេទផ្ទះដែលរស់នៅងាយរកស៊ីស្រួលរកលុយក៏ប៉ុន្តែហេតុអ្វីបានជាផ្ទះបែរទៅត្បូងលិចត្បូងកើតទៅជាទទួលការបរាជ័យថ្ងៃនេះដោយមានអ្នកសាសនាម្នាក់បានលើកសំណួរនេះមកសួរលោកគ្រូនឹងលើកយកមកបំភ្លឺនៅក្នុងคลิปនេះការស្គាល់គុណឪពុកម្ដាយបុព្វការីជនលោកអ្នកនឹងទទួលបាននៅសេចក្តីសុខនិងសេចក្តីចម្រើនរីឯការរក្សាបាននៅសិល5លោកអ្នកនឹងមានសេចក្តីសុខទាំងផ្លូវចិត្តនិងផ្លូវកាយជម្រាបសួរលោកអ្នកដែលបានចូលមកទស្សនាคลิปគេអាសាសលីវៃហ្វុងជួយជម្រាបសួរសិស្សគុណទាំងអស់នៅទូទាំងប្រទេសជាតិកម្ពុជាថ្ងៃនេះមានសំណួរពីអ្នកស្ដាប់ម្នាក់បានចោទសួរថាតើផ្ទះគាត់ចាត់ទុកជាប្រភេទផ្ទះអ្វីហើយគាត់បានប្រាប់មកថាផ្ទះគាត់បែរមុខទៅត្បូងឈៀងខាងលិចតែបន្តិចហើយនៅពេលដែលរកលុយបានគឺតែងតែចាយខ្លាំងខុសពីធម្មតានិងមិនមានលុយសល់នៅក្នុងដៃទោះជាគាត់សួរសំណួរយ៉ាងនេះក៏ដោយក៏គាត់មិនបានប្រាប់ពីទម្រង់ផ្ទះរបស់គាត់ទេអញ្ចឹងលោកគ្រូសូមធ្វើការម៉ែស្មានតាមអ្វីដែលគាត់និយាយការដែលមានផ្ទះបែរទៅទិសខាងត្បូងគឺជាទិសល្អបំផុតនៅក្នុងក្បួនគេអាសាសលីវៃហ្វុងជួយចាត់ថាជាផ្ទះដែលងាយរកលុយរកកាក់ស្រួលរកស៊ីមិនហត់នឿយក៏ប៉ុន្តែបើមិនរៀបចំផ្ទះឲ្យត្រឹមត្រូវទេគឺមានបញ្ហាដូចតែគ្នានៅពេលដែលគាត់ប្រាប់មកថាលុយដែលរកបានចាយខ្លាំងត្រូវការចាយជាបន្តបន្ទាប់នោះលោកគ្រូអាចកំណត់បានថាផ្ទះនេះគឺជាប្រភេទផ្ទះច្រាលទ្រព្យក្អែទ្រព្យឬក៏និយាយភាសាមួយឲ្យងាយស្ដាប់គឺផ្ទះក្អួតទ្រព្យពោលគឺនៅពេលដែលរកលុយបានច្រើនឡើងហាក់ដូចជាសប្បាយចិត្តមានលុយសល់ក្នុងដៃស្រាប់តែពេលមួយត្រូវការចាយឈុលទៅវិញអស់រលីងប្រៀបដូចជាមនុស្សដែលញ៉ាំច្រើនទៅស្រាប់តែក្អួតវក់មកវិញអស់រលីងដូចគ្នាផ្ទះរបៀបនេះគេហៅផ្ទះក្អែទ្រព្យក្អួតទ្រព្យឬក៏ច្រានទ្រព្យចេញមកវិញនៅពេលដែលទ្រព្យវាណែនខ្លាំងពេកធ្វើឲ្យយើងទៅជាខ្វះខាតទៅវិញយើងអាចសម្គាល់ផ្ទះច្រាលទ្រព្យច្រានទ្រព្យនេះតាមការសង្កេតដែលលោកគ្រូជម្រាបជាហោហែផ្ទះទាំងឡាយណាដែលមានតែទ្វារមុខដើរទៅដល់ក្រោយទាល់គ្មានទ្វារក្រោយចេញនេះហើយគេហៅថាផ្ទះក្អែទ្រព្យឬច្រាលទ្រព្យទី2យើងអាចសង្កេតបានថាផ្ទះទាំងឡាយណាដែលយើងដើរចូលពីមុខទៅដល់ខាងក្រោយមានទ្វារក្រោយដែរតែម្ចាស់បានសាងទំនប់មួយទប់ទ្វារកម្ពស់1 តឹកឬ2 តឹកដើម្បីកុំឲ្យទឹកភ្លៀងហូរចូលផ្ទះក៏ចាត់ទុកថាជាផ្ទះច្រានទ្រព្យឬច្រាលទ្រព្យដែរផ្ទះបែរទៅត្បូងលិចត្បូងកើតលោកគ្រូថាជាផ្ទះងាយរកស៊ីរកលុយបានក៏ប៉ុន្តែត្រូវចាំថាជាផ្ទះប្រភេទចាយធំចាយមិនគិតដោយសារងាយរកស៊ីរកបាន100ចាយ120អញ្ចឹងនៅសល់20ដែរគឺនៅសល់20ជំពាក់គេមិនមែន20នៅក្នុងកេរបស់យើងទេអញ្ចឹងសូមឲ្យមានការប្រុងប្រយ័ត្នប្រភេទផ្ទះរបៀបនេះបើយើងប្រៀបធៀបទៅនឹងសរីរាង្គមនុស្សគឺមានមាត់បំពង់កកាពះពោះវៀន
ធំពវៀនទូចនិងចុងក្រោយថវ៉ានដែលជារុនគូតដើម្បីបញ្ចេញកាកមកវិញកាលណាយើងទទួលទានអាហារចូលទៅសរីរាង្គរបស់យើងស្រូបយកជីវជាតិសារជាតិទាំងឡាយដើម្បីទៅចិញ្ចឹមសរីរាង្គក៏ប៉ុន្តែมันអាចផ្ទុកនៅកាកសំណល់នៅក្នុងខ្លួនបានទេកាកសំណល់នៅក្នុងខ្លួនសល់ធ្វើឲ្យមនុស្សមានជំងឺហេតុនេះមនុស្សត្រូវបន្ទោបង់ចេញមកវិញគឺរក្សាទុកតែសារជាតិទាំងឡាយដែលសរីរាង្គត្រូវការតែប៉ុណ្ណោះយ៉ាងណាមិញផ្ទះកាលណាយើងរកលុយបាន100បើផ្ទះនោះត្រឹមត្រូវយើងអាចចាយត្រឹម80យើងនៅសល់$20ក៏ប៉ុន្តែបើផ្ទះនោះខុសរកបាន100ត្រូវចាយវិញ120 150ឬក៏200ធ្វើឲ្យទៅជាមិនសល់លុយសល់កាក់ទេបែរទៅជាសល់គំនរបំណុលរបស់គេទៅវិញអញ្ចឹងលោកគ្រូសុំឲ្យយើងសង្កេតថាតើផ្ទះច្រានទ្រព្យច្រាលទ្រព្យឬក៏និយាយឲ្យស្រួលថាផ្ទះក្អួតទ្រព្យនេះមានទម្រង់បែបណាទម្រង់ដោយលោកគ្រូជម្រាបអញ្ចឹងគឺផ្ទះដែលមានតែទ្វារមុខនិងមិនមានទ្វារក្រោយអាស្រ័យហេតុនេះសូមយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្នគ្រូតែងជម្រាបថាផ្ទះត្បូងលិចត្បូងកើតជាទិសល្អដែលងាយរកស៊ីក៏ប៉ុន្តែបើផ្ទះខុសវិញក៏មានគ្រោះថ្នាក់ដូចតែគ្នាលក់រត់លឿនជាងផ្ទះខាងជើងឈៀងខាងកើតនិងខាងកើតទៅទៀតជើងកើតជើងឈៀងខាងកើតលំបាកហត់តែគេរៀបផ្ទះត្រូវគឺគេមានលុយសល់ហត់នឿយនៅតែហត់នឿយកែគេមានលុយសល់ហើយនេះការរៀបចំផ្ទះតាមក្បួនគេអាសាសលីវ៉ៃហ្វុងជុយគឺចាំបាច់ត្រូវធ្វើឲ្យចំចំណុចដែលមានបញ្ហាបើយើងធ្វើមិនចំចំណុចបញ្ហាលុយកាក់បញ្ហាសុខភាពនៅតែកើតមានឡើងជាប្រចាំលោកគ្រូសូមបញ្ជាក់បន្ថែមថាការដែលយើងមិនយល់អំពីក្បួនគេអាសាសលីវ៉ៃហ្វុងជុយយើងទៅកែផ្ទះខ្លួនឯងតាមការឃើញរបស់គេគ្រូបានទៅកែច្រើនណាស់ផ្ទះដែលកែតាមអ្វីដែលគេនិយាយតាមคลิป Facebook ក្តីឬក៏คลิป TikTok ក្តីឬក៏ឮគេថាក្តីធ្វើឲ្យមានបញ្ហាដល់ផ្ទះរបស់ខ្លួនឯងបញ្ហាសុខភាពក៏មានបញ្ហាលុយកាក់ក៏មានទៅជាធ្លាប់រកបានទៅជារកមិនបានដែលคลิปមុននេះថ្មីលោកគ្រូទៅតែប្រាប់នេះគឺក្រុមហ៊ុនលក់ printer ធំនេះគឺជួបបញ្ហានឹងរួចទៅហើយដោយការមិនយល់ធ្វើឲ្យទៅលើកផ្ទះផ្នែកខាងក្រោយខ្ពស់រហូតដល់ជិតកន្លះម៉ែត្រខាងមុខប្រហែលជា2 ទឹកកន្លះទៅ3 ទឹកធ្វើឲ្យការរកស៊ីរអាក់រអួលរកបានមិនសល់ទៅជាការលក់ដូរមិនពេញលេញអញ្ចឹងសូមឲ្យយើងមានការប្រុងប្រយ័ត្នក្នុងការពិចារណាមុននឹងធ្វើការកែផ្ទះដោយខ្លួនឯងនៅក្នុងคลิปនេះក៏លោកគ្រូមានឧទាហរណ៍មកឲ្យយើងមើលផងដែរថាតើផ្ទះច្រាលទ្រព្យច្រានទ្រព្យឬក្អែទ្រព្យមានទម្រង់បែបណាថ្ងៃមុននេះលោកគ្រូបានទៅមើលផ្ទះសិស្សម្នាក់នៅឯផ្សារអគ្គក្នុងក្រុងប៉ោយប៉ែតផ្ទះហ្នឹងគឺជាផ្ទះច្រាលទ្រព្យច្រានទ្រព្យគាត់ថាគាត់រស់នៅផ្ទះហ្នឹងជិត20ឆ្នាំហើយអ្វីដែលគាត់សង្កេតឃើញគាត់ឆ្ងល់ថាហេតុអ្វីបានជាគាត់រកស៊ីមិនឡើងសោះរកបានត្រឹមតែមួយរួចខ្លួនចិញ្ចឹមជីវិតគាត់បានមកជួបคลิปលោកគ្រូទើបគាត់ដឹងថាផ្ទះគាត់ប្រហែលជាមានបញ្ហាពេលដែលលោកគ្រូទៅដល់គឺផ្ទះគាត់ជាប្រភេទផ្ទះច្រាលទ្រព្យឬច្រានទ្រព្យមិនត្រឹមតែប៉ុណ្ណោះទេកន្លែងទុកទ្រព្យឬកន្លែងសល់ទ្រព្យរបស់គាត់ក៏ខុសតាំងពីដើមមកដែរបើយើងមើលសកម្មភាពនេះលោកគ្រូបានដើរចូលទៅគឺដើរចូលទៅខាងក្រោយរហូតដល់ចង្ក្រានបាយអ្វីដែលលោកគ្រូចាប់អារម្មណ៍ជាងគេគឺនៅក្នុងចង្ក្រានបាយគេហៅថាទ្រព្យស៊ីបង្គន់គេហៅថាទ្រព្យទុកបើបង្គន់ខុសទ្រព្យសម្បត្តិមិនសល់ទាល់តែសោះហើយទ្វារបង្គន់បែរមកមុខផ្ទះនេះគឺជាគ្រោះថ្នាក់បំផុតបើយើងប្រៀបធៀបទៅនឹងការជះទឹកទៅនឹងធុងមួយដែលមានទឹករលកបោកចូលពេលដែលបោកចូលប៉ះខាងក្នុងធុងនោះហើយទឹកនឹងច្រាលចេញមកវិញទោះជាមានលុយសល់ក៏សល់យ៉ាងតិចតួចស្ដួចស្ដើងបំផុតគ្រាន់តែមកលមមចិញ្ចឹមជីវិតឲ្យមានបាននឹងគេគឺពិបាកនឹងមានបានដោយសារអីដោយសាររកបានប៉ុណ្ណាចាយអស់ប៉ុណ្ណឹង
ពេលខ្លះចាយលើសចំណូលដែលយើងរកបានថែមទៅទៀតអញ្ចឹងការកែផ្ទះគឺមានភាពល្អិតល្អន់ណាស់លោកគ្រូបានឲ្យគាត់អញ្ជើញជាងមកតែម្ដងដើម្បីបង្ហាញថាតើត្រូវកែចំណុចណាមិនកែផ្ទះនេះរស់នៅលំបាករកស៊ីក៏ប៉ុន្តែកែហើយនឹងងាយស្រួលរកស៊ីបន្តិចដោយសារផ្ទះបែរទៅលិចជាទិសមធ្យមមិនល្អពេកមិនអាក្រក់ពេកអញ្ចឹងការរៀបចំក្បួនគេអាសាសលីវៃហ្វុងជួយឲ្យផ្ទះនេះគឺតិចតួចបំផុតมันមានការវាយដំច្រើនទេគឺគ្រាន់តែធ្វើបន្ថែមក្នុងន័យនេះលោកគ្រូក៏ចង់បញ្ជាក់បន្ថែមដែរថាប្រសិនបើផ្ទះកែត្រូវពិចារណាលើចំណុចដែលធ្វើឲ្យមានភាពរអាក់រអួលនៅក្នុងផ្ទះធ្វើឲ្យមានភាពរអាក់រអួលដល់ការរកស៊ីឬក៏ទុកលុយមិនសល់ការកែផ្ទះតាមក្បួនគេអាសាសលីវៃហ្វុងជួយមិនមែនចេះតែវាយដំទៅតាមអ្វីដែលនឹកឃើញទេត្រូវការដើរពិនិត្យចុះឡើងច្រើនសារថាតើចំណុចណាដែលជាចំណុចអសកម្មធ្វើឲ្យមានបញ្ហាគឺកែតែត្រង់ចំណុចនេះក៏ប៉ុន្តែផ្ទះខ្លះលោកគ្រូមិនបានឲ្យវាយដំអ្វីសំបីតែបន្តិចគឺគ្រាន់តែឲ្យក្រាលការ៉ូរៀបចំបង្គន់ថ្មីទ្វារចេញថ្មីលក្ខនឹងលក្ខគឺអាចដំណើរការទៅមុខបានរកស៊ីបានឡើងវិញមិនថាទិសល្អឬទិសអាក្រក់នោះទេទិសល្អឬទិសអាក្រក់អាស្រ័យលើការរៀបចំក្បួនគេអាសាសលីវៃហ្វុងជួយឲ្យត្រឹមត្រូវប្រសិនបើរៀបចំមិនត្រឹមត្រូវទេទោះជាផ្ទះនោះបែរទៅត្បូងលិចត្បូងកើតស្រួលរកស៊ីរកលុយរកកាក់យ៉ាងណាក៏ដោយក៏ចុងក្រោយបរាជ័យលក់ផ្ទះរត់ដូចគ្នាដែរអញ្ចឹងការរៀបចំក្បួនគេអាសាសលីវៃហ្វុងជួយគឺសំខាន់ក្បួនទាំងឡាយដែលលោកអ្នកបានឃើញនៅតាម Facebook ឬក៏ TikTok គឺសិតតែក្បួនហ្វុងជួយដូចគ្នាលោកគ្រូបានជួបច្រើនហើយសិស្សដែលបានអញ្ជើញគេទៅកែតែមិនជោគជ័យទីបំផុតលោកគ្រូទៅជួយកែជួយរើជួយរុះអ្វីដែលគេបានណែនាំខុស4គេអាសាសលីវៃហ្វុងជួយប្រៀបដូចជាវិជ្ជបណ្ឌិតម្នាក់ដែលមានឯកទេសច្បាស់លាស់នៅក្នុងសរីរាង្គរបស់មនុស្ស4គេអាសាសលីវៃហ្វុងជួយមិនមើលភ្នោមិនមើលអងម៉ងមិនទស្សទាយថ្ងៃខែឆ្នាំកំណើតមិនមើលងៅហេងលក្ខណៈគឺមើលតែសរីរាង្គក្នុងផ្ទះសុទ្ធសាធនិងហ្វុងជួយខាងក្រៅតែប៉ុណ្ណោះគេអាសាសលីវៃហ្វុងជួយគឺជួយមនុស្សមិនជួយខ្មោចហេតុនេះហើយមុននឹងលោកអ្នកសម្រេចចិត្តថាអញ្ជើញលោកគ្រូឲ្យទៅជួយមើលផ្ទះកែផ្ទះឲ្យនោះសូមឲ្យលោកអ្នកតាក់ទងមកតាមលេខទូរស័ព្ទដែលលោកគ្រូបានដាក់នៅលើឃ្លីបនេះដើម្បីឲ្យលោកគ្រូបានម៉ែជាមុនពីចម្ងាយបើត្រូវចាប់ពី50ទៅ60%លោកអ្នកសម្ដាក់ចិត្តជឿហើយអញ្ជើញលោកគ្រូដោយមានការព្រមព្រៀងភាគីប្តីប្រពន្ធក្រុមគ្រួសារឲ្យបានត្រឹមត្រូវពេលលោកគ្រូទៅដល់ខិតខំកែគ្រប់ចំណុចដែលលោកគ្រូស្នើសុំឲ្យធ្វើលោកអ្នកនឹងទទួលបាននូវភាពធូរស្រាលមកវិញជាមិនខានថ្ងៃនេះដើម្បីកុំឲ្យវែងលោកគ្រូសូមបញ្ចប់ឃ្លីបត្រឹមនេះសូមអរគុណសូមជម្រាបលា